ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនាំគ្រួសារមកលេងស៊ីមរៀបបាទក៏ឆ្លៀតបាទពេលបាទថតតែងបុរាណខ្មែរយើងតិចបាទនៅអង្គរវត្តបាទឥឡូវយើងមកដល់កន្លែងតែងហើយបាទកំពុងតែជួយរើសសម្លៀកបំពាក់បាទបុរាណខ្មែររបស់យើងបាទយើងយកឈុតបុរាណខ្មែររបស់យើងបាទយករឿងល្អបន្តិចបាទគឺតម្លៃដូចជាទាំងអស់ហ្នឹងមកក្រុមគ្រួសារហ្នឹងគឺ$50បាទនេះរីម៉ានឹងចេណាបាទតែហើយបាទដល់បាននំខ្លះបាទបាននឹងបាទផាត់មុខបន្ថែមបាទខាងស្រីរឿងយូរបន្តិចបាទសម្រាប់ខាងបុរសអត់អីទេបាទស្លៀកពាក់ផ្លែទេហើយបាទអញ្ចឹងគឺត្រូវការរើសពេលវេលាដែរបាទបងប្អូនបាទយើងយកពេលរឿងល្ងាចតិចបាទស្រួលបាទតិចបាទនៅពេលដែលយើងទៅថតបាទតាអង្គរដូចជាបិទម៉ោង6ល្ងាចបាទអញ្ចឹងយើងម៉ោង4ម៉ោង5អីទៅបាទបន្ទាប់ពីស្លៀកពាក់ហើយក៏ឡើងកង់3បាទឆ្ពោះទៅកាន់អង្គរតូចបាទអង្គរតូចតែម្ដងបាទមិនឆ្ងាយទេជិះទៅមកផ្លែតទេបាទអញ្ចឹងយើងដាក់មកកង់3បាទ4នាក់បាទមកថតរូបបាទល្មមបាទពេលស្មើនេះបាទគឺខ្ទង់ម៉ោង4ជាងម៉ោង5អីហ្នឹងបាទបើយើងមកថ្ងៃអាចក្តៅបាទចឹងកំពុងតែដើរឆ្ពោះទៅខាងក្នុងបាទខាងក្រៅវិញដាក់បាន4-5ប៉ុស្តិ៍ហើយបាទចឹងបងប្អូននឹងបានឃើញរូបបាទនៅចុងវីដេអូបាទសរុបទាំងអស់តែម្ដងបាទយើងជួយបងប្អូនអ្នកថតដល់ខ្លះទៅបាទគាត់ថតរូបឲ្យអញ្ចឹងបាទយើងយកតែរូបស្លឹកបាទมันផ្ដិតចេញទេបាទយើងបាញ់ចូលក្នុងទូរស័ព្ទនិង Telegram អញ្ចឹងទៅបាទមួយស្លឹកតែ$2000រៀលទេបាទយើង select តែរូបណាដែលយើងពេញចិត្តទៅបាទរូបណាយើងអត់ពេញចិត្តអត់យកក៏បានដែរបាទតែបើសិនជាយើងចង់កែអីថែម color ថែមពណ៌ថែមអីហ្នឹងគឺគាត់គិតមួយស្លឹក$5000រៀលបាទ$5000រៀលអញ្ចឹងយើងជួយថតគាត់ទៅបាទបងស្រីខាងអ្នកតែងក៏គាត់មកជួយបន្ថែមទៀតដែរបាទយើងថែមថវិកាឲ្យគាត់ទៅបាទគាត់ជួយមើលមករៀបចំសពុតឬក៏យើងត្រូវផ្លាស់ប្ដូរអីផ្សេងអញ្ចឹងទៅបាទគាត់រៀបចំហើយយើងថតចប់យើងមិនបាច់បកទៅវិញទេបាទគឺយើងឲ្យគាត់នៅនឹងតែម្ដងបាទទំនៀមបំពាក់របស់គាត់បាទយើងអាចដូរបានឈុតសម័យរបស់យើងទៀតបាទអញ្ចឹងយើងមកដល់ខាងក្នុងបាទខាងក្នុងបាទយើងទៀតបាទយើងត្រៀមបាទថតរូបបន្តទៀតនៅខាងក្នុងនេះបាទពីណាអូបាទដើរដំបងរឿងសប្បាយបាទដើរយូរទៅបាទរឿងហត់ដែរបាទរឿងហត់ដែរបាទដែលបានរឿងល្ងាចតិចបន្តិចដែរបាទអញ្ចឹងមកដល់នេះក៏រឿងអស់ជើងអង្គុយបាទរីម៉ាទៅមុខស្ងួតបាទតែមើលតិចទៀតអូបាទដំបងអត់ចង់ថតទេបាទក្រោយមកអ្នកថតរូបខ្ជិលតែចុចបាទហៅថតរហូតបាទពីអ្នកនេះបាទដឹងប្រហែលប៉ុស្តិ៍ទេបាទហើយណាមួយតែងឃើញស្អាតផងកាមេរ៉ាមកដំបងជួហៅតែម្នាក់ទេបាទយូរទៅមក2-3នាក់គាត់ថតទៅឃើញចេះតែស្អាតចឹងក៏ជួយយកគាត់ខ្លះទៅបាទចឹងនេះយើងយកប្លង់កពូល5តែម្ដងបាទប្លង់ប្រឡោះនេះបាទដាក់ជុំគ្រួសារបាទទាំង4នាក់តែម្ដងបាទនេះទស្សនភាពបាទរឿងល្ងាចដែរបាទចឹងមិនសូវមនុស្សច្រើនទេបាទមានបន្តដែរបាទមានខាងក្នុងខាងឆ្វេងខាងស្ដាំអញ្ចឹងណាមួយយើងកំពុងថតចឹងគាត់អត់សូវហ៊ានចូលទេបាទហើយបន្ទាប់ពីហើយបាទយើងទៅមើលរូបទាំងអស់គ្នាបាទនេះចេញមកហើយបាទយើងមើលចប់តែម្ដងទៅបាទមានបុរាណមានសម័យបូកចូលគ្នាមានជាក្រុមគ្រួសារជាម្នាក់រីម៉ាចេណាអញ្ចឹងទៅបាទ